ឥឡូវនេះស្ងោរឆ្អឹងជំនីជ្រូកជាមួយនឹងឆៃថាវរបស់យើងគឺឆ្អិនរួចរាល់ហើយនិយាយទៅរសជាតិគឺឆ្ងាញ់អែមខ្លាំងមែនតើតំណងណាជំរាបសួរពុកម៉ែបងប្អូនតោះថ្ងៃនេះយើងមកស្លសម្លស្ងោរឆៃថាវជាមួយឆ្អឹងជំនីហើយយើងដាក់ជាមួយនឹងហៃប៊ីយើងធ្វើខ្លួនឯងនេះហ្នឹងហើយគ្រឿងផ្សំយើងងាយមិនច្រើនគឺមានតែប្រហែលមុខហ្នឹងសាច់ជ្រូកឆ្អឹងជំនីជ្រូកជាមួយនឹងឆៃថាវណាតោះ start ធ្វើជាមួយខ្ញុំទាំងអស់គ្នាបន្លែរបស់យើងឥឡូវនេះយើងចាត់ហើយយើងធ្វើការលាងវាមកមានមួយតន់ចិត្តទេយើងរួចយើងស្រង់វាទុកឲ្យស្រស់ទឹកមកចាំបន្តមកទៀតយើងធ្វើការលាងសាច់នេះយើងលាងរួចរាល់ហើយយើងធ្វើការដាំទឹកមកឥឡូវនេះទឹករបស់យើងគឺពុះហើយយើងចាប់ផ្ដើមដាក់ខ្ទឹមចូលខ្ទឹមនេះយើងដាក់ដើម្បីកុំឲ្យវាឆ្អាបនឹងធ្វើឲ្យរសជាតិស្លរបស់យើងកាន់តែឆ្ងាញ់អញ្ចឹងបន្តមកទៀតខ្ញុំធ្វើការដាក់ហៃប៊ីកំពឹសក្រៀមដាក់ចូលធម្មតាស្ងោរបើយើងប្រើជាមួយនឹងកំពឹសក្រៀមឬក៏មឹកក្រៀមមកហើយវាយឺហឺអាហ្នឹងគឺកាន់តែធ្វើឲ្យរសជាតិស្លរបស់យើងកាន់តែឆ្ងាញ់អញ្ចឹងណាអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការដាក់សាច់ដោយសារទឹកនេះយើងកំពុះដែរដាក់ឆ្អឹងជំនីចូលដាក់ចឹងហើយបន្តពីពុះយើងចាប់ដើមធ្វើការដាក់បន្លែជាបន្តទៀតអញ្ចឹងយើងចាំបន្តិចសិនគឺឃើញថាបន្តពីយើងដាក់សាច់ចូលរួចទឹកយើងកំពុះដែរអញ្ចឹងយើងធ្វើការដាក់បន្លែដោយសារតែយើងស្ងោរជាមួយឆៃថាវឬក្រត់នេះឆៃថាវក៏វាអត់ងាយឆ្អិនដែរវាត្រូវការពេលយូរដើម្បីងាស់អញ្ចឹងខ្ញុំដាក់វាងាស់ជាមួយនឹងឆ្អឹងជំនីតែម្ដងហើយបន្តមកទៀតយើងធ្វើការដាក់គ្រឿងតែម្ដងមកពេលដែលស្លយើងងាស់ខ្ទង់5ទៅ7នាទីឆៃថាវនឹងសាច់ឆ្អិនហើយយើងអាចដាក់វាចុះតែម្ដងអាចញ៉ាំបានណាអញ្ចឹងដំបូងយើងធ្វើការដាក់ស្ករបន្តមកទៀតខ្ញុំដាក់អំបិលស៊ុបដោយសារស្លទឹកខ្ញុំលួចទឹកត្រីបន្តិចដែរអញ្ចឹងខ្ញុំដាក់អំបិលស៊ុបរៀងល្មមទេអញ្ចឹងខ្ញុំធ្វើការដាក់ទឹកត្រីបន្តិចហើយយើងរងាស់វាទុក5នាទីដល់7នាទីយើងមើលតែក្រត់ហើយនឹងឆៃថាវរបស់យើងឆ្អិនអាហ្នឹងយើងអាចញ៉ាំបានដែរតែឥឡូវនេះស្លរបស់យើងឆ្អិនហើយអញ្ចឹងយើងធ្វើការដួសដាក់ចានតែមុនដួសដាក់ចានខ្ញុំធ្វើការដាក់ម្រេចថែមតិចពីព្រោះស្លនេះបើយើងថែមរសជាតិម្រេចបន្ថែមគឺកាន់តែធ្វើឲ្យរសជាតិស្លរបស់យើងឆ្ងាញ់អញ្ចឹងតើយើងធ្វើការដួសដាក់ចានមកវ៉ាវនេះគឺរួចរាល់ហើយចាអញ្ចឹងយើងធ្វើការដាក់ដាក់ស្លឹកខ្ទឹមតិចមកបន្តមកទៀតខ្ញុំមានខ្ទឹមពងដាក់ខ្ទឹមពងបន្ថែមដើម្បីឲ្យរសជាតិវាកាន់តែឆ្ងាញ់ហើយស្លរបស់យើងនេះគឺរួចរាល់ហើយចាអញ្ចឹងអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាកុំភ្លេចជួយចុច Subscribe ហើយនឹង like channel របស់ខ្ញុំម្នាក់មួយផងអរគុណ